យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានคล้ายៗពិតជាមានសារៈសំខាន់សម្រាប់ប្រទេសជាតិសម្រាប់ប្រជាពលរដ្ឋរបស់យើងនៅពេលដែលព័ត៌មានคล้ายៗកើតឡើងច្រើនបណ្ដាលឲ្យប៉ះពាល់ទៅដល់សង្គមជាតិទៅដល់សេដ្ឋកិច្ចក៏ដូចជាការវឹកវរបាទការទទួលព័ត៌មានមិនច្បាស់លាស់ឬក៏คล้ายៗគឺធ្វើឲ្យសង្គមជាតិរបស់យើងក៏ដូចជាប្រជាពលរដ្ឋរបស់យើងមានការភ័យខ្លាចមានការក្នុងការសម្រេចចិត្តរបស់ពួកគាត់បាទអញ្ចឹងគឺសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាយុវជនរបស់យើងសូមឲ្យមុននឹងជឿឬក៏ទទួលនៅព័ត៌មានផ្សេងៗសូមឲ្យមានការផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានច្បាស់លាស់តាមប្រភពព័ត៌មានដែលផ្សព្វផ្សាយដោយប្រភពច្បាស់លាស់ជាពិសេសគឺរាល់ប្រភពចេញពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់យើងក៏ដូចជាប្រភពពីក្រសួងព័ត៌មានក្រសួងការពារជាតិក្រសួងមហាផ្ទៃលក្ខណៈការបង្កើតព័ត៌មានคล้ายៗគឺជាទង្វើដែលសង្គមមិនគ្រប់គ្រង